បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំសូមចែករំលែកនៅវីដេអូមួយស្ដីពីបច្ចេកទេសនៃការដំឡើងតង់ប្លាស្ទិកដើម្បីក្រាលបាតស្រះបាទមុននឹងធ្វើការទស្សនានៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនមេត្តាចុចជ្រាបឬក៏ Subscribe ទៅលើ Channel របស់ខ្ញុំម្នាក់មួយផងបាទការក្រាលតង់ប្លាស្ទិកគឺមានសារៈសំខាន់ណាស់សម្រាប់ពុកម៉ែបងប្អូនដែលមានបំណងក្នុងការចិញ្ចឹមត្រីនៅក្នុងស្រះឬក៏ក្នុងតង់ប្លាស្ទិកបាទអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនចង់ធ្វើការចិញ្ចឹមត្រីក្នុងស្រះហើយស្រះពុកម៉ែបងប្អូនពិបាកក្នុងការស្តុកទឹកបាទអញ្ចឹងពុកម៉ែបងប្អូនគឺមានវិធីសាស្ត្រមួយគឺការក្រាលតង់ប្លាស្ទិកក្នុងបាតស្រះដើម្បីការពារនិងជម្រាបបាទនៅក្នុងស្រះរបស់ពុកម៉ែបងប្អូនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមចែករំលែកនៅវីដេអូនេះគឺដើម្បីឲ្យពុកម៉ែបងប្អូនជ្រើសរើសយកវិធីសាស្ត្រនៃការក្រាលតង់ប្លាស្ទិកដើម្បីធ្វើការចិញ្ចឹមត្រីបាទអញ្ចឹងមុនធ្វើការដំឡើងគឺពុកម៉ែបងប្អូនត្រូវតែជ្រើសរើសប្រភេទតង់ប្លាស្ទិកណាដែលធន់នឹងកម្ដៅថ្ងៃហើយជាប់បានយូរបាទអញ្ចឹងនេះគឺជាតង់ប្លាស្ទិកមួយដែលវាធន់នឹងពន្លឺថ្ងៃហើយនឹងអាចមានភាពមាំរហូតដល់5ឆ្នាំបាទអញ្ចឹង5ឆ្នាំបានវាពុកផុយបាទឬក៏អាចលើស5ឆ្នាំទៀតផងដែរបាទនេះគឺជាសកម្មភាពមួយដែលក្រុមការងារខ្ញុំគាត់បានធ្វើការដំឡើងតង់ប្លាស្ទិកបាទអញ្ចឹងយើងជ្រើសរើសវិធីសាស្ត្រដោយប្រើកាវបាទក្នុងការដំឡើងតង់ប្លាស្ទិកយើងមាន3វិធីសាស្ត្រទី1គឺយើងអាចប្រើកាវដើម្បីបិទតង់ប្លាស្ទិកទី2គឺយើងអាចប្រើវិធីសាស្ត្រអ៊ុតដោយប្រើម៉ូទ័រអ៊ុតទៅលើតង់ប្លាស្ទិកនិងទី3យើងអាចប្រើវិធីសាស្ត្រការដេរតង់ហើយបិទកាវបាទអញ្ចឹង3ជម្រើសនេះពុកម៉ែបងប្អូនជ្រើសរើសយកវិធីសាស្ត្រមួយណាក៏បានដែរសម្រាប់អនុវត្តក្នុងការដំឡើងតង់របស់ពុកម៉ែបងប្អូនបាទអញ្ចឹងចំពោះខ្ញុំគឺខ្ញុំបានជ្រើសយកវិធីសាស្ត្រនៃការប្រើប្រាស់កាវបិទទៅលើតង់ប្លាស្ទិកបាទអញ្ចឹងមុនធ្វើការប្រើកាវគឺយើងត្រូវយកកាវទៅកម្ដៅសិនបាទយើងអាចប្រើភ្លើងកម្ដៅក៏បានឬក៏ប្រើនៅភ្លើងអគ្គិសនីដើម្បីកម្ដៅក៏បានដែរបាទដោយសារនៅក្នុងធុងហ្នឹងគឺជាប្រភេទកាវដែលធ្វើពីកៅស៊ូអញ្ចឹងយើងអាចធ្វើការរំលាយវាដោយប្រើភ្លើងអគ្គិសនីដោយសារក្នុងធុងមានរេស្តង់សម្រាប់ធ្វើការកម្ដៅកាលណាយើងដុតកម្ដៅទៅវាចាប់ដើមក្ដៅវានឹងរលាយជ័រហើយបាទកាលណារលាយយើងអាចយកជ័រហ្នឹងមកធ្វើការលាបទៅលើតង់ប្លាស្ទិករបស់យើងបាទហើយក្នុងការលាបគឺយើងលាបនៅផ្នែកខាងក្រោមនិងផ្នែកខាងលើនៃតង់បាទលាបទាំងសងខាងហើយយើងបិទត្រួតស៊ីគ្នាទៅបាទបិទត្រួតស៊ីគ្នាទៅឲ្យវាស្អិតជាប់បាទអញ្ចឹងយើងទុកឲ្យវាត្រជាក់សិនបានយើងចាប់ដើមអនុវត្តទៅបន្តទៀតបាទហើយក្នុងការបិទគឺយើងបិទទៅម៉េចឲ្យវារួចរាល់សិនបានយើងយកវាទៅធ្វើការក្រាលក្នុងបាតស្រះរបស់យើងបាទអញ្ចឹងក្នុងការបិទគឺយើងបិទនៅក្នុងម្លប់យើងមិនអាចបិទនៅថ្ងៃក្តៅបានទេពីព្រោះដោយសារកាវនេះកាលណាវាត្រូវកម្ដៅថ្ងៃវានឹងរលាយបាទកាលណារលាយវានឹងហើបមុខតំណរបស់យើងហើយបាទអញ្ចឹងកាលណាយើងបិទហើយគឺយើងទុកវារយៈពេល1សប្តាហ៍ទៅដើម្បីឲ្យកាវយើងជ្រាបបានឬក៏វារឹងសិនបានយើងចាប់ដើមយកទៅក្រាលក្នុងបាតស្រះរបស់យើងបានវាជាប់បានល្អបាទអញ្ចឹងនៅពេលដែលយើងធ្វើការបិទរួចហើយគឺយើងត្រូវយកតង់ប្លាស្ទិកទៅក្រាលក្នុងស្រះដែលយើងបានរៀបចំហើយទាក់ទងនឹងរៀបចំជើងទេវាស្អាតហើយយើងធ្វើការរើសនៅកម្ទេចកម្ទីថ្មឬក៏ឈើណាដែលមុតស្រួចដែលអាចធ្វើឲ្យតង់របស់យើងអាចរហែកបានបាទអញ្ចឹងកាលណាយើងរៀបចំជើងទេហើយអីហើយយើងមើលទៅលើថ្មឬក៏កម្ទេចកម្ទីឈើដែលមុតស្រួចហើយកាលណាយើងប្រកាសថាស្រះយើងបានស្អាតហើយយើងចាប់ផ្ដើមធ្វើការក្រាលបាទក្រាលយកប្លាស្ទិកយើងមកលាក្រាលនៅបាតស្រះរបស់យើងតែម្ដងបាទកាលណាយើងក្រាលហើយយើងទាញសន្ធឹងវាឲ្យស្អាតហើយទប់ទំនប់ទៅតាមជើងទេនីមួយៗឲ្យស្អាតបាទអញ្ចឹងសូមបញ្ជាក់ថាប្រសិនបើពុកម៉ែបងប្អូនក្រាលហើយពុកម៉ែបងប្អូនត្រូវធ្វើការបញ្ចូលទឹកបាទបញ្ចូលទឹកវាដើម្បីការពារនៅកម្ដៅថ្ងៃខ្លាំងអាចធ្វើឲ្យកាវវារលាយបានបាទអញ្ចឹងនេះគឺជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំធ្វើការក្រាលតង់ប្លាស្ទិកក្នុងស្រះបាទ
ចឹងយើងធ្វើការក្រានដល់ពេលល្ងាចបាទដើម្បីជៀសវាងនឹងការត្រូវកម្ដៅថ្ងៃខ្លាំងអាចធ្វើឲ្យកាវរបស់យើងវារលាយដែរអញ្ចឹងនៅពេលយើងក្រាលហើយយើងធ្វើការបញ្ចូលទឹកវាឲ្យពេញទៅបាទអញ្ចឹងជាការស្រេចហើយបាទអញ្ចឹងសូមបញ្ជាក់ថាប្រសិនបើពុកម៉ែបងប្អូនចង់ធ្វើការតម្លើងតង់ដែលស្អាតគឺពុកម៉ែបងប្អូនត្រូវធ្វើការតម្លើងតង់នៅខែប្រាំងតែយើងរៀបចំជើងទេបានត្រឹមត្រូវឬក៏មានទីកន្លែងត្រឹមត្រូវសម្រាប់ក្នុងការក្រាលបាទបើយើងធ្វើនៅខែវស្សាវាពិបាកក្នុងការក្រាលដោយសារវាសើមអីចឹងឬក៏ទឹកវាជ្រាបមកពីក្រោមដីចឹងទៅធ្វើឲ្យតង់យើងអាចប៉ោងឡើងបានបាទអញ្ចឹងបើសិនពុកម៉ែបងប្អូនចាប់អារម្មណ៍នៅវីដេអូនេះសូមពុកម៉ែបងប្អូនមើលថាlike និង share វីដេអូនេះផងបាទដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនណាដែលគាត់ចង់ធ្វើការតម្លើងតង់ប្លាស្ទិកនៅក្នុងបាតស្រះបានគាត់ដើម្បីធ្វើការចិញ្ចឹមត្រីបាទចិញ្ចឹមត្រីនៅក្នុងស្រះបាទជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលយកទស្សនានៅវីដេអូរបស់ខ្ញុំ